ឥឡូវយើងចាប់ផ្ដើមធ្វើការ analyze បន្តទៀតពីម្សិលមិញឥឡូវនេះយប់ម៉ោង1អញ្ចឹងយើងឃើញថា BTC time frame daily នៅកន្លែងនេះគឺវាអត់ទាន់បំបែកនៅ support វាខាងក្រោមទេអញ្ចឹងយើងនៅចាំមើលទៀតថាស្អែកម៉ោង7ព្រឹកជាមួយនឹងនេះcandle ថ្មីរបស់វាតើវានឹងបន្តទៅលើទៀតឬក៏វាចុះមកក្រោមវិញអញ្ចឹងយើងមើលនៅក្នុង1ម៉ោងបើសិនជាវាធ្លាយ support នេះគឺវាអាចនឹងចុះមកទៀតហើយវានឹងចុះមកខ្ទង់ 80000 ជាងនេះនៅ support បន្តទៅទៀតបើធ្លាយ 80000 នឹងជាងទៀតវានឹងចូល bear market វិញហើយអញ្ចឹងយើងចូលទៅ time frame 4ម៉ោងវិញអញ្ចឹងtime frame 4ម៉ោងយើងមើលនៅកន្លែងនេះសំខាន់គឺវាមាន FPG វាកន្លែងនេះមួយអញ្ចឹងយើងនឹងចាំមើលថាវាទៅបុកកន្លែងនេះវានឹងទៅធ្លុះជាមួយនឹង FPG នឹងឬក៏អត់អញ្ចឹងបើវាទៅវាអាចនឹងបដូរជាមួយនឹងទិសដៅរបស់វាអាចនឹងទៅខាងលើជាមួយនឹង 110,000 នេះវិញតែបើសិនជាវាបុកអត់ដាច់FPG នេះទេវា reject មកវិញអញ្ចឹងយើងអាចនឹងឃើញថាវាអាចនឹងភាគរយធ្លាយsupport ជាមួយនឹងខ្សែមួយនេះអញ្ចឹងយើងចាំមើលទាំងអស់គ្នាចាំមើលស្អែកបើសិនជាខ្ញុំបាន update ខ្ញុំនឹង update ឆាតបន្ថែមទៀតពាក់ព័ន្ធជាមួយ BTC នេះអញ្ចឹងបើបងប្អូនចង់តាមដានព័ត៌មានផ្សេងៗឬក៏តាក់ទងជាមួយការ trade អីតិចតួចផ្សេងៗបងប្អូនអាចចូលទៅក្រុមខ្ញុំបានក្រុម Telegram ខ្ញុំដាក់ link នៅ bio page របស់ខ្ញុំមានទាំងក្រុមមានទាំង channel ព័ត៌មានបងប្អូនអាចបានចូលរួមបានទាំងពីរចូលរួមដោយសេរី